មិច្ឆាមិឬសម្មាមិមិច្ឆានិងសម្មាលោកអ្នកស្គាល់ដឹងគ្រប់គ្នាហើយបាទខ្ញុំគិតថានិយាយថាមិច្ឆាមិគឺប្រភពសេចក្តីបដិបត្តិខុសសេចក្តីបដិបត្តិខុសមានមិច្ឆាទិដ្ឋិជាដើមសម្មាមិគឺផ្លូវត្រង់សេចក្តីបដិបត្តិត្រង់មានសម្មាទិដ្ឋិជាដើមបាទប៉ុន្តែខ្ញុំគិតថានិយាយថាខុសឬត្រង់នេះគេមិនសំដៅថាលទ្ធិទីជ្រៀតទេគឺមិនទេគឺសំដៅថាអ្នកដែលកាន់លទ្ធិអ្វីមួយទៀតថាលទ្ធិពុទ្ធណាយើងបួសក្នុងសាសនារបស់ព្រះពុទ្ធយកអត្តសញ្ញាណរបស់ព្រះសម្មាសម្ពុទ្ធរបស់ចំពោះនេះបាទទេណាបាទប៉ុន្តែយើងទៅបដិបត្តិឬផ្សេងបាទសុទ្ធដូចគ្នាប៉ុន្តែយើងទៅបដិបត្តិទៅផ្សេងគេថាមើលដោះគ្រោះស្រោចទឹកឬក៏ដែលធ្វើអីផ្សេងទៀតបួសសួរបន់ស្រន់ហ្នឹងអានេះមិនប្រពុតទេបាទឬក៏เคยធ្វើគេថាយន្តតែយន្តឬពុទ្ធបានបដិបត្តិចឹងទេពុទ្ធបានអត់មានទេបាទគឺបដិបត្តិតាមធម៌របស់ព្រះអង្គមានពុទ្ធវចនៈជាដើមបាទប៉ុន្តែលោកម្ចាស់ធ្វើយ៉ាងណាក៏ធ្វើទៅជាសិទ្ធិរបស់លោកម្ចាស់ធ្វើមិនឲ្យតែបានប្រាក់ទៅមិនពិបាកទេបាទអរគុណចំពោះលោកដែល